សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកទីតាំងកន្លែងប៉ណ្ណាំងគោកបីហើយនឹងសេះកាលពីម្សិលមិញនិងម្សិលថ្ងៃដូចគ្នាអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃចុងក្រោយហើយការប៉ណ្ណាំងចុងក្រោយដែលលើកពី9អញ្ចឹងណាប៉ុន្តែយើងក៏សួរមតិបងប្អូនប្រជាពលរដ្ឋនៅកន្លែងហ្នឹងសិនសប្បាយចិត្តអត់មកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះព្រោះវាប្លែកព្រឹត្តិការណ៍អង្គរសង្ក្រាន្តអាចនិយាយថាល្បីល្បាញប្រជាប្រិយអញ្ចឹងតែនេះវាប្លែកអញ្ចឹងទៅសួរគាត់ថាតើគាត់សប្បាយចិត្តអត់អញ្ចឹងអ្នកនរគ្នានៅកន្លែងនេះវាមានទីតាំងធំទូលាយហើយកន្លែងមើលហ្នឹងគឺយើងមើលទៅឃើញអ៊ូអមែនប៉ុន្តែវានៅមានកន្លែងមើលច្រើនណាបានន័យថាទីតាំងធំអ្នកនរគ្នាអាចមកមើលបានប៉ុន្តែហើយជាមើលអត់ទាន់ទេដោយសារនេះគឺថ្ងៃចុងក្រោយហើយបើចង់ជម្រាបអ្នកទាំងអស់គ្នាថាបើសិនជាអ្នកទាំងអស់គ្នាមានឱកាសមានពេលវេលាអាចមកមើលពាក់ព័ន្ធទៅនឹងការប៉ណ្ណាំងគោកបីហើយនឹងសេះនឹងបានគឺវាផ្សាយអារម្មណ៍ខ្លាំងមែនទែនជាពិសេសគឺការប៉ណ្ណាំងសេះហ្នឹងគឺល្អណាស់អ្នកនរគ្នាគឺលឿនមែនទែនបងអ្នកខេត្តណាដែរខ្ញុំនៅក្នុងខេត្តសៀមរាបដែរហើយយល់បែបណាដែរពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ណ្ណាំងគោកបីហើយសេះនេះគាត់ថាល្អបងខ្ញុំមក3ថ្ងៃយកគ្នាហើយថ្ងៃនេះជាថ្ងៃទី3ជាថ្ងៃផ្ដាច់ព្រឹត្តិខ្ញុំមកហើយជាមួយក្រុមគ្រួសារកាន់តែច្រើនថ្ងៃទី1ខ្ញុំមកការចាប់ផ្ដើមបាទគួយចាំគេចាំមានហ្វេនក្នុងចិត្តអត់ដូចជាគោកបីឬក៏ដូចជាសម្រាប់មានប៉ុន្តែគ្រាន់តែយើងមើលទៅជួមិនដែលមិនបានចាំឈ្មោះទេប៉ុន្តែក៏បានមើលហើយមានអារម្មណ៍ថាពេលខ្លះអ្នកបជានៅក្នុងការគោនឹងកបីហ្នឹងគិតមានយើងចេះចាប់ទុកជាគិតជាអ្នកខ្លាំងណាបាទពេលខ្លះគិតបជាទៅបច្ចេកទេសអ្នកខ្លះមើលទៅបំណាចឹងបាទហើយចុះមួយទៀតសេះចាប់អារម្មណ៍ប៉ណ្ណាំងគោកបីសេះហ្នឹងចាប់អារម្មណ៍មួយណាខ្លាំងជាងគេសម្រាប់ខ្ញុំប៉ណ្ណាំងកបីហ្នឹងកបីបាទចូលចិត្តកបីណាបាទព្រោះដោយសារស្វ័យទៅបិទតែមើលទៅគោកបីមើលទៅរៀងខុសគ្នាប៉ុន្តែកបីរត់ស្អាតជាងហ្នឹងអានេះខ្ញុំជាអ្នកធ្លាប់ចិញ្ចឹមកបីតែខ្ញុំឡើងរត់ស្អាតមែនទេចិញ្ចឹមកបីបានចូលចិត្តកបីអូខេមានអីនិយាយទៅកាន់ប្រជាពលរដ្ឋយើងហ៎ខ្ញុំគិតថាបើសិនជាមានឱកាសក្រោយឆ្នាំក្រោយទៀតខ្ញុំសំណូមពរដល់ថ្នាក់ដឹកនាំគិតគួរតែបង្កើតកម្មវិធីនឹងឲ្យកាន់តែធំជាងនឹងទៀតហើយសំណូមពរដល់ប្រជាពលរដ្ឋយើងនៅក្នុងខេត្តឬក៏ខេត្តផ្សេងឬក៏អ្នកនៅនាយសមុទ្រគិតអាចចូលរួមទស្សនាកាន់តែច្រើនបាទអូខេអរគុណច្រើនអរគុណបាទឥឡូវអ្នកនរយើងទៅរើម្នាក់អីទៀតទៅសួរចំណាប់អារម្មណ៍គាត់ថាតើគាត់ចូលចិត្តអត់ពាក់ព័ន្ធការប៉ណ្ណាំងគោកបីក៏ដូចជាសេះនេះព្រោះមិញគាត់ចិញ្ចឹមកបីអញ្ចឹងគាត់ចូលចិត្តកបីអញ្ចឹងរើមើលអ្នកចិញ្ចឹមគោចូលចិត្តគោអត់បើទៅពិបាករើអ្នកចិញ្ចឹមសេះព្រោះថាវិធីក៏ប្រាប់ឲ្យពិសេសនៅក្នុងទូទាំងប្រទេសកម្ពុជាយើងស្អាតតែជាង 3000 ក្បាលហើយមនុស្សយើងឡើងជាង10លានអ្នក8 10លានទៅអញ្ចឹងមានតែ 3000 តែអញ្ចឹងរហអ្នកចិញ្ចឹមសេះអត់មានទេគាត់តែសភាអ្នកថែសេះហ្មងអញ្ចឹងអត់ទេយើងសភាអ្នកណាក៏បានដែរឲ្យគាត់ចូលរួមព្រឹត្តិការណ៍ហ្នឹងតោះសួស្តីបងសួស្តីសុំសួរបន្តិចមកមើលអាព្រឹត្តិការណ៍ប៉ណ្ណាំងគោសេះនេះប្រហែលថ្ងៃហើយបង3ថ្ងៃមកមួយថ្ងៃជុំគ្នា3ថ្ងៃទេណាបាទ3ថ្ងៃហ្នឹងយកឃើញមិនដែរពាក់ព័ន្ធនឹងការប៉ណ្ណាំងគោគាត់ថាល្អមើលប៉ណ្ណាំងគោកបីហើយសេះហ្នឹងចូលចិត្តមួយណាជាងគេចូលចិត្តសេះមូលហេតុអីចូលចិត្តសេះវាស្រុកនេះស្រុកមានសេះបាទនៅសៀមរាបវាស្រុកមានសេះយកមកមើលសេះបាទសេះវាលឿនបាទបើគូក្បៃស្រុកមានហើយបាទអញ្ចឹងបើគេឲ្យជិះសេះទៅពេញឲ្យជិះម៉ូតូទៅពេញជិះមួយណាហ៊ានចេះហ៊ានជិះសេះហើយជិះម៉ូតូដោយសារយើងអត់ចេះទេណាបាទអូខេអរគុណច្រើនមានអីជាការផ្ដាំផ្ញើទៅប្រជាពលរដ្ឋយើងពាក់ព័ន្ធការប៉ុណ្ណាំងគោសេះនេះអត់អូលេងមានមួយទេមានតែជូនគោឲ្យមួយទាំងអស់គ្នាបានមើលទាំងអស់គ្នាបាទអូខេអរគុណច្រើនអញ្ចឹងយើងបាន2នាក់ហើយពាក់ព័ន្ធនឹងអ្នកដែលចូលចិត្តសេះមួយកបីមួយអត់ទាន់មានចូលចិត្តគោទេណាគោច្រើនណាស់ហើយឥឡូវអត់ចូលចិត្តគោអីអត់ទេប្រហែលអត់ហ៊ានថាចូលចិត្តគោទេបើថាខ្លាចខ្ញុំប្រាប់ថាចូលចិត្តគោអីឃើញហូបសាច់គោបាទនិយាយលេងតែឥឡូវយើងមកមើលក៏ដូចជាមករើម្នាក់ទៀតតើគាត់ចូលចិត្តគោអត់ឬក៏ភាគច្រើនចូលចិត្តកបីឬក៏សេះអូខេបងអ្នកខេត្តណាដែរអ្នកខេត្តសៀមរាបខាងណាខ្ញុំអ្នកសៀមរាបស្រុកណាដែរខាងស្រុកពួរអ្នកពួរដូចគ្នាអញ្ចឹងមកទស្សនាព្រឹត្តិការណ៍ប៉ណ្ណាំងគោសេះនេះប្រហែលថ្ងៃហើយទៅម៉ោងហើយនេះអាចព្រួតហើយនេះចាហើយមកមើលបានគូហើយមកមើលបាន2គូនេះបាន2គូណាមានអារម្មណ៍មិនដែរទៅមើល2គូមានអារម្មណ៍ថាប្លែកហើយសប្បាយដែរចាសប្បាយគោកបីក៏ដូចជាសេះចូលចិត្តមួយណាជាងគេ
ឥឡូវដែលឃើញបណ្ណាមិនចូលចិត្តគោ ចូលចិត្តគោអូមានតែចូលចិត្តគោមួយណាចូលចិត្ត ចាចូលចិត្តគោដូចគ្នា ចូលចិត្តគោដូចគ្នាអញ្ចឹងយើងរើបាសហ្នឹងអ្នកចូលចិត្តក្របីក៏មានអ្នកចូលចិត្តគោក៏មានអ្នកចូលចិត្តសេះក៏មានហេតុអីមិនចូលចិត្តគោ បាទគោវាកន្លងផុតមកវាដល់យើងខាងកសកម្មដែរយើងប្រកបយើងបានច្រើន បាទអញ្ចឹងខ្ញុំចាំគោឲ្យបង អត់ដែរទេ អត់ឯងចាំគោ ខ្ញុំធ្លាប់តែធ្លាប់ការនៅទូច អូខេអញ្ចឹងចាប់អារម្មណ៍ខ្លាំងទៅលើការប្រណាំងគោដែរ ចា ហើយមានហ្វេនមួយក្រុមណាហ៎ អត់ទាន់រកហ្វេនឃើញ តែប្រហែលឃើញណាព្រោះប៉ុណ្ណឹងអត់ទាន់ចប់ឯតិចទៀតបានមានការបញ្ចប់ណាអូខេមានអីជាការប្រាំផ្ញើទៅកាន់ប្រជាប្រដ្ឋយើងតែពលព្រឹត្តិការណ៍ហ្នឹងអត់ តាមដល់ភាពរដ្ឋយើងអស់ចូលរួមលើដំកើងយើងប៉ុណ្ណឹងណាតែគោ3បាទតាមក្រោយបន្តទៀតទៅចូលរួមមកច្រើន អូខេចឹងខាងមកវិញ ចាខ្ញុំដូចគ្នាដែរសូមបងប្អូនទាំងអស់គ្នាប្រជាជនខ្មែរយើងទាំងអស់គ្នានោះថាខ្មែរបរទេសចូលរួមគ្រប់គ្រងការបណ្ណាំងគោបណ្ណាំងក្របីឆ្នាំក្រោយទៀតសូមសនំពរឲ្យខាងយើងនឹងធ្វើមានកម្មវិធីអញ្ចឹងជារៀងរាល់ឆ្នាំ បាទហើយយើងឥឡូវយើងបានទាំងអ្នកចូលចិត្តគោចូលចិត្តក្របីចូលចិត្តសេះអស់ហើយអញ្ចឹងអត់មានអីចម្លែកទេគឺការដែលប្រណាំងគោក្របីសេះជាដើមហ្នឹងគឺជាកីឡាមួយប្រភេទហើយមានអារម្មណ៍ថាសប្បាយមែនតើអ្នកនរនេះបើគ្រាន់តែស្ដាប់ទេណាគាត់ស្ដាប់ថាប្រណាំងគោប្រណាំងក្របីឬក៏ប្រណាំងសេះគឺជារឿងសាមញ្ញអត់សប្បាយចិត្តមានអារម្មណ៍ថាវាអត់មានអីគួរអស្ចារ្យដូចគេហៅមើលបដាលនិងមើលក្នុងទូទួលហើយនឹងមើលផ្ទាល់អញ្ចឹងខុសគ្នានៅពេលយើងមើលផ្ទាល់អារម្មណ៍យើងផ្សេងគេហៅថាបែកទឹកខ្ចាយឬធប់ខ្លាច់ខ្លាច់ណាប៉ុន្តែប៉ុណ្ណាគោក្របីហ្នឹងថ្លៃអារម្មណ៍ដែរអ្នកនរគ្នាព្រោះថានៅពេលដែលយើងមកមើលគេប៉ុណ្ណាគោក្របីក៏ដូចជាសេះនេះគឺយើងទទួលបានអារម្មណ៍ពិតៗហ្មងគឺដូចយើងមានអារម្មណ៍ថាបើប៉ុណ្ណាសេះដូចយើងជិះសេះហ្នឹងវាអារម្មណ៍ថាលឿនណារំជើបរំជួលណាគួរឲ្យចង់ជិះប៉ុន្តែយើងអត់ចេះជិះយើងកុំជិះដូចបងមួយដែលចូលចិត្តសេះមិញគាត់ថាគាត់ចូលចិត្តសេះប៉ុន្តែបើឲ្យជិះសេះហើយដូចជិះម៉ូតូទៅវិញគឺគាត់ជិះម៉ូតូហើយព្រោះគាត់ចេះជិះសេះដូចខ្ញុំដែរខ្ញុំសុខចិត្តជិះឡានអូខេអរគុណអ្នកនរបាយបាយជួបគ្នានៅវីដេអូក្រោយទៀត